គិតត្រឹមសប្តាហ៍នេះគឺមានការបានដល់3លាន5សែននាក់ហើយដែលចំនួននេះគឺបានកើនឡើងជាបន្តបន្ទាប់ហើយសម្រាប់បានបសសនេះផងដែរគឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋទៅលើការផ្នែកគាំពៀសុវត្ថិភាពគាំពៀសុខភាពនៃការបម្រើសេវានៅតាមបណ្ដាមន្ទីរពេទ្យដែលមានជាដៃគូសហការជាមួយនឹងបសសនេះជាដើមអាដាមហេងសុផាន់រិទ្ធដែលជាអគ្គនាយករងបសសនិងជាអ្នកនាំពាក្យរងនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រាប់ថាមកដល់បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់បានបសសបានកើនឡើងជាលំដាប់ហើយចំនួនមន្ទីរពេទ្យដែលជាដៃគូមូលដ្ឋានសុខាភិបាលជាមួយនឹងបសសក៏បានកើនឡើងជាង1600មូលដ្ឋានសុខាភិបាលផងដែរនៅទូទាំងប្រទេសអាដាមបន្តថាបច្ចុប្បន្ននេះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានដាក់ឲ្យដំណើរការសាកល្បងនៅម៉ាស៊ីនស្វ័យសេវានៅតាមមន្ទីរពេទ្យមួយចំនួនដើម្បីឲ្យសមាជិកបសសអាចព្រីនលិខិតប្រាស់ដោយខ្លួនឯងនិងមិនបាច់ចូលតម្រង់ជួរដើម្បីជួយកាត់បន្ថយពេលវេលាអាដាមបន្ថែមថាក្រៅពីនេះក្រុមការងារក៏បានរៀបចំឲ្យដាក់ដំណើរការនៅប្រអប់បន្ទឹងអនាមិកនិងដើម្បីធានានៅកណន័យភាពនិងតម្លាភាពហើយអ្នកប្រើប្រាស់បានបសសទាំងអស់ក៏អាចទេសួរព័ត៌មានតាមរយៈលេខ hotline 1286ផងដែរគិតត្រឹមសប្តាហ៍នេះសមាជិកបសសសរុបមានជាង3លាន5សែននាក់ហើយក្នុងនោះស្ត្រីមានចំនួនជាង1លាន9សែននាក់ហើយបើសិនជាយើងគិតតាមវិស័យវិញយើងឃើញថាបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈមានជាង50ម៉ឺននាក់បុគ្គលដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារមានជាង2លាន1សែននាក់និងបុគ្គលស្វ័យនិយោជមានជាង63ម៉ឺននាក់និងអ្នកនៅក្នុងបន្ទុកសមាជិកបសសមានជាង27ម៉ឺននាក់ហើយចំពោះលក្ខខណ្ឌក្នុងការចុះបញ្ជីបុគ្គលស្វ័យនិយោជដែលយើងហៅថាអ្នកប្រកបរបរចំណូលផ្ទាល់ខ្លួននោះគឺត្រូវមានអាយុមិនលើសពី60ឆ្នាំគិតត្រឹមការបច្ឆេទមកចុះបញ្ជីជាមួយនឹងបសសទី2ត្រូវភ្ជាប់មកជាមួយនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមដែលមានសុពលភាពនិងទី3ត្រូវមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចេញដោយគណៈកម្មការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្ទាប់ពីមានវិញ្ញាបនបត្រនឹងហើយអាចទៅធ្វើនៅបសសកន្លែងដែលជិតលោកអ្នកបំផុតបានហើយដើម្បីពង្រឹងនិងបង្កើនគុណភាពសេវាបច្ចុប្បន្នបសសនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានដៃគូសហការជាមួយនឹងមូលដ្ឋានសុខាភិបាលសរុបនៅទូទាំងប្រទេសមានចំនួន1622មូលដ្ឋានសុខាភិបាលហើយក្នុងនោះយើងឃើញថាមានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន1445មូលដ្ឋានសុខាភិបាលដែលយើងគ្របពីកម្រិតមណ្ឌលសុខភាពដល់មន្ទីរពេទ្យថ្នាក់ជាតិតែម្ដងហើយនឹងមានមន្ទីរពេទ្យឯកជនដែលយើងហៅថាមូលដ្ឋានសុខាភិបាលឯកជននោះគឺមានចំនួន177មូលដ្ឋានសុខាភិបាលផងដែរចំពោះការលើកឡើងនៅពេលដែលសមាជិកទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់បសសមានការយឺតយូរមិនយកចិត្តទុកដាក់ឬប្រើប្រាស់ពាក្យសម្ដីមិនល្អមិនសមរម្យនាពេលបច្ចុប្បន្ននេះមានចំនួនតិចតួចណាស់ស្ទើរតែមិនមានហើយមូលហេតុចម្បងដែលយើងឃើញករណីបែបនេះភាគច្រើនគឺដោយសារមានសមាជិកទៅប្រើប្រាស់សេវាមានការកើនឡើងនៅតាមមូលដ្ឋានសុខាភិបាលណាមួយក្នុងពេលជាមួយគ្នាជាពិសេសនោះគឺថ្ងៃចុងសប្តាហ៍តែម្ដងពីព្រោះថានៅពេលដែលសមាជិកទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដែលមានសមាជិកច្រើនវាធ្វើឲ្យមានការកកស្ទះនិងរងចាំលេខរៀងដើម្បីចូលទៅប្រើប្រាស់សេវាហើយជានិច្ចកាលបសសមិនទុកបញ្ហាឬមួយក៏សំណុំពរឬក៏មតិរិះគន់ផ្សេងចោលនោះទេបសសតែងតែសម្របសម្រួលនិងដោះស្រាយបញ្ហាជូនសមាជិកភ្លាមពិសេសបានលើកយកនៅបញ្ហាទៅប្រជុំជាមួយនឹងមូលដ្ឋានសុខាភិបាលដែលជាដៃគូបសសទាំងអស់ដើម្បីរៀបចំឲ្យដំណើរការផ្តល់សេវាជូនសមាជិកឲ្យកាន់តែមានភាពប្រសើរឡើងហើយជាក់ស្ដែងយន្តការនេះបានដាក់ឲ្យដំណើរការនៅប្រអប់បណ្ដឹងអនាមិកដើម្បីធានានៅគណនេយ្យភាពតម្លាភាពនិងសុចរិតភាពក្នុងការផ្ដល់សេវារបស់បសសនិងដៃគូពាក់ព័ន្ធមួយវិញទៀតសមាជិកបសសទាំងអស់អាចទំនាក់ទំនងមកលេខ1286ដែលយើងដាក់ឲ្យដំណើរការ24ម៉ោងលើ24ម៉ោងនិង7ថ្ងៃក្នុងមួយសប្តាហ៍ផងដែរជាការវិវត្តថ្មីស្របតាមបច្ចេកវិទ្យាទំនើបបសសនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានដាក់ដំណើរការសាកល្បងនៅម៉ាស៊ីនស្វ័យសេវាដែលយើងហៅថា self service នៅតាមមន្ទីរពេទ្យដើម្បីឲ្យសមាជិកអាចព្រីនលិខិតចូលប្រើប្រាស់សេវាបានដោយខ្លួនឯងដោយមិនចាំបាច់តម្រង់ជួបភ្នាក់ងារបសសដូចមុននោះទេដូច្នេះម៉ាស៊ីននេះក៏អាចនឹងជួយកាត់បន្ថយពេលវេលាហើយបង្កភាពងាយស្រួលមួយកម្រិតទៀតផងដែរ
សូមបញ្ជាក់ថាបច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់បានបសសបានកើនដល់ជាង3លាន5សែននាក់នៅក្នុងនោះមានបុគ្គលិកស្ថិតនៅក្នុងវិស័យសាធារណៈមានជាង50,000នាក់បុគ្គលិកដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារមានជាង2លាន1សែននាក់បុគ្គលស្វ័យនិយោជន៍មានជាង63,000នាក់និងអ្នកស្ថិតនៅក្នុងបន្ទុកសមាជិកបសសមានជាង27,000នាក់ដែលបច្ចុប្បន្ននេះពលរដ្ឋដែលមានបានបសសប្រើប្រាស់កំពុងតែទទួលបាននៅអត្ថប្រយោជន៍នៃការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលជាដៃគូបសសហើយប្រជាពលរដ្ឋដែលមានបញ្ហាជាមួយនឹងការប្រាស្រ័យបានបសសនេះកំពុងតែមានចំនួនតិចតួចបំផុតនេះបើយោងទៅតាមការបញ្ជាក់បន្ថែមពីអាដាមហេងសុផាន់ណារិត ប្រិមត្តទស្សនិកជនបាទលោកនាងបាន